ឈរជើងលើ15តំបន់ក្នុង4ខេត្តរបស់កម្ពុជាក្រោយចំនួនប្រយុទ្ធ21ថ្ងៃសួស្តីប្រិយមិត្តទស្សនិកជនជាទីមេត្រីថ្ងៃនេះព័ត៌មានក្តីកគុកមួយទើបនឹងចេញដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍តវ៉ាចំពោះការរំលោភបំពានរបស់ថៃដោយបញ្ជាក់ថាថៃសម្រុកចូលទន្ទ្រានកាន់កាប់និងឈរជើងលើតំបន់ចំនួន15ក្នុងខេត្តចំនួន4របស់កម្ពុជារួមមានខេត្តបន្ទាយមានជ័យភូមិព្រៃច័ន្ទភូមិជោគជ័យភូមិបឹងត្រកួនខេត្តពោធិ៍សាត់តំបន់ភ្លុកដំរីច្រកអន្តរជាតិថ្មដាច្រកជ័យជំនះខេត្តព្រះវិហារតំបន់អានសេះតំបន់តាថាវតំបន់ភ្នំទ្រាប់ខេត្តឧត្តរមានជ័យតំបន់អូស្មាច់ប្រាសាទខ្នារប្រាសាទតាក្របីប្រាសាទតាមាន់ធំតំបន់ជប់អង្គុញនិងតំបន់ជោគគ្រោះដោយក្នុងនោះបានចេញសេចក្តីថ្លែងការណ៍11ចំណុចមានដូចជា1ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសហគមន៍អន្តរជាតិនិងសាធារណជនទូទៅអំពីការបន្តសកម្មភាពគុកឃ្លានរបស់កងកម្លាំងប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាដោយនៅតំបន់ខ្លះស្ថិតចូលហួសពីខ្សែបន្ទាត់ព្រំដែនតាមចំហថៃទៀតផងក្រោយពីការចូលជាធម្មាននៃកិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី27ខែធ្នូឆ្នាំ2025 2ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធាដែលបានគិតទុកមុននិងជាប្រព័ន្ធលើទីតាំងជាច្រើនតាមបណ្ដោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិដោយវាយសម្រុកចូលទន្ទ្រានកាន់កាប់និងឈរជើងគ្រប់គ្រងជាក់ស្ដែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជានៅខេត្តចំនួន4រួមមានខេត្តបន្ទាយមានជ័យភូមិព្រៃច័ន្ទភូមិជោគជ័យភូមិបឹងត្រកួនខេត្តពោធិ៍សាត់តំបន់ភ្លុកដំរីច្រកអន្តរជាតិថ្មដាច្រកជ័យជំនះខេត្តព្រះវិហារតំបន់អានសេះតំបន់តាថាវតំបន់ភ្នំទ្រាប់ខេត្តឧត្តរមានជ័យតំបន់អូស្មាច់ប្រាសាទខ្នារប្រាសាទតាក្របីប្រាសាទតាមាន់ធំតំបន់ជប់អង្គុញនិងតំបន់ជោគគ្រោះដោយក្នុងនោះបានចេញសេចក្តីថ្លែងការណ៍11ចំណុចមានដូចជា1រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពានរបស់ថៃរួមទាំងការបន្តឈរជើងនិងកាន់កាប់ដោយខុសច្បាប់ប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធថៃនៅខេត្តទាំង4របស់កម្ពុជាដោយមិនបញ្ចូលនៅជាស្ដីនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ស្ដីពីហាមមិនឲ្យមានសកម្មភាពញុះញង់ការប្រើកម្លាំងគ្រប់ប្រភេទប្រឆាំងនឹងប្រជាជនស៊ីវិលនិងគោលដៅស៊ីវិលនៅគ្រប់កាលៈទេសៈកងទ័ពថៃកំពុងតែបង្កើនការវាយកំទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងវប្បធម៌របស់កម្ពុជាពិសេសក្នុងភូមិព្រៃច័ន្ទជោគជ័យនិងបឹងត្រកួនខេត្តបន្ទាយមានជ័យនិងនៅតំបន់ច្រកទ្វារអន្តរជាតិថ្មដានៅខេត្តពោធិ៍សាត់របស់កម្ពុជា3ការកាន់កាប់ទឹកដីកម្ពុជាក្រោយបទឈប់បាញ់ហើយបន្ទាប់មកវាយកំទេចហេដ្ឋារចនាស៊ីវិលឯទៀតរបស់កម្ពុជាដោយបន្តបិទសិទ្ធិកំទេចផ្ទះសម្បែងរបស់ប្រជាជនរបស់ជនស៊ីវិលភាគសត្វកម្ពុជាជាច្រើនមិនឲ្យវិលត្រឡប់ទៅលំនៅឋានរបស់គេវិញបាននោះគឺជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិរួមទាំងច្បាប់មនុស្សសាស្ត្រធម៌និងច្បាប់សិទ្ធិមនុស្សអន្តរជាតិរួមមានមាត្រា2ខាងលើ3និង2ខាងលើ4នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលតម្រូវឲ្យដោះស្រាយជម្លោះតាមសន្តិភាពនិងហាមឃាត់ការប្រើកម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋមួយផ្សេងទៀតមាត្រា53នៃអនុសញ្ញាទី4ក្រុងហ្សឺណែវឆ្នាំ1949ដែលហាមឃាត់ការបំផ្លាញបំភ្លេចទ្រព្យសម្បត្តិបុគ្គលឯកជនឬរបស់រដ្ឋដែលជាទង្វើមិនមានហេតុផលយោធាណាមកតម្រូវបានឡើយនៅពេលបទឈប់បាញ់កំពុងនៅជាធម្មានមាត្រា52នៃអនុសញ្ញាបេតិកុបន្ថែមទី1ឆ្នាំ1977នៃអនុសញ្ញាក្រុងហ្សឺណែវឆ្នាំ1949 5វាគឺជាការសំខាន់ដែលត្រូវគូបញ្ជាក់ថាកម្ពុជានិងថៃមានព្រំដែនគោកអន្តរជាតិដែលត្រូវបានកំណត់តាមផែនទីដែលត្រូវបានផលិតឡើងតាមអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជានិងថៃបានត្រូវបានបង្កើតឡើងដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនរវាងបង្គោលព្រំដែនដែលត្រូវបានបោះរួចហើយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនឡូកូខាងកម្ពុជាក៏បានធ្វើការតវ៉ាយ៉ាងឡាយលិកអក្សរជាផ្លូវការផងដែរទៅកាន់សមាភាគីថៃប្រឆាំងនឹងការរំលោភបំពានរបស់កងទ័ពថៃលើទឹក
ដីកម្ពុជានិងអាណត្តិនៃគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនខណៈពេលដែលភាគីទាំងពីរសម្រេចបានវត្តភាពគួរឲ្យកត់សម្គាល់យ៉ាងច្រើនលើការខណ្ឌសីមាព្រំដែនពិសេសក្នុងពេលថ្មីនេះលើការអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនចុះថ្ងៃទី22ខែតុលាឆ្នាំ2025 6 រាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថាការបន្តឈរជើងនឹងការកាប់ជាក់ស្ដែងដោយកងកម្លាំងយោធាថៃលើទឹកដីកម្ពុជាដែលនៅតំបន់ខ្លះគឺហួសពីខ្សែបន្ទាត់ព្រំដែនតាមចំហថៃទៅទៀតគឺជាការបន្តការកាប់ដោយខុសច្បាប់និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិការកាន់កាប់និងបន្តកាន់កាប់តាមរយៈការគំរាមកំហែងនិងការប្រើប្រាស់កម្លាំងនេះគឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននិងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិដែលហាមឃាត់ការកាន់កាប់យកទឹកដីដោយប្រើប្រាស់កម្លាំងការកាន់កាប់ទឹកដីដែលទទួលបានពីការគំរាមកំហែងនិងប្រើប្រាស់កម្លាំងគឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននិងដាច់ខាតនៃច្បាប់អន្តរជាតិដែលហាមឃាត់នៃការដណ្ដើមយកទឹកដីដោយប្រើប្រាស់កម្លាំងការគ្រប់គ្រងទឹកដីសកម្មភាពរដ្ឋបាលឬការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះគឺគ្មានតម្លៃតាមផ្លូវច្បាប់និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ 7. សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃគឺផ្ទុយស្រឡះទៅនឹងការបដិញ្ញាចិត្តរបស់ថៃក្នុងការដោះស្រាយវិវាទដោយសន្តិវិធីក្រោមការព្រមព្រៀងបទឈប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025កំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី7ខែសីហាថ្ងៃទី10ខែកញ្ញានិងថ្ងៃទី23ខែតុលាឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនិងដំណោះស្រាយវិវាទដោយសន្តិវិធីដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលបញ្ជាក់ជារួមអំពីកាតព្វកិច្ចរបស់ភាគីទាំងពីរក្នុងការមិនអនុវត្តវិធានការជាឯកតោភាគីនិងដោះស្រាយបញ្ហាលេចធ្លោទាំងឡាយយ៉ាងខ្ជាប់ខ្ជួនដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ 8. ការវាយកំទេចសំណង់ស៊ីវើដោយកងកម្លាំងប្រដាប់អាវុធថៃគឺផ្ទុយស្រឡះពីវឌ្ឍនាការដោយសម្រេចបានដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនជាពិសេសនៅកំណាត់ខ្សែព្រំដែនត្រង់បង្គោលព្រំដែនលេខ5259និងលេខ4247ដែលការនេះបង្កការព្រួយបារម្ភជាខ្លាំងថាប្រទេសថៃបានកំពុងព្យាយាមធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខណ្ឌសីមាព្រំដែនដែលកំពុងដំណើរការតាមរយៈការបង្កើតនៅស្ថានភាពមានការឈរជើងជាក់ស្ដែងរួចជាស្រេចហើយ 9. អាស្រ័យហេតុនេះកម្ពុជាសូមទាមទារឲ្យប្រទេសថៃកបញ្ឈប់ជាបន្តនៅរាល់សកម្មភាពយោធាប្រកបដោយអរិភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងនៅក្នុងទឹកដីរបស់កម្ពុជាខដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំទល់ដែលទទួលស្គាល់ដោយច្បាប់កគោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីនៃការព្រមព្រៀងឈប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនិងដំណោះស្រាយវិវាទដោយសន្តិវិធីដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលបញ្ជាក់ជារួមអំពីកាតព្វកិច្ចរបស់ភាគីទាំងពីរក្នុងការមិនអនុវត្តវិធានការជាឯកតោភាគីនិងដោះស្រាយបញ្ហាលេចធ្លោទាំងឡាយយ៉ាងខ្ជាប់ខ្ជួនដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ 10. រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីមកវិញនៃការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនដោយឥតងករេចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះចំនួនព្រំដែនជាមួយប្រទេសថៃក៏ដូចជាមួយប្រទេសជិតខាងទាំងអស់តាមរយៈមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដោយបដិញ្ញាជាដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថាខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្ដូរតាមរយៈការប្រើប្រាស់កម្លាំងនោះឡើយ 11. កម្ពុជាសង្ឃឹមថាសហគមន៍អន្តរជាតិនឹងជួយជំរុញប្រទេសថៃឲ្យដោះស្រាយជម្លោះព្រំដែនស្របតាមច្បាប់អន្តរជាតិនិងកាតព្វកិច្ចរបស់វាក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដោយមានស្រាប់អរគុណសម្រាប់ការទស្សនាកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗបន្តទៀត